ជំរាបសួរអ្នកគ្នាខ្ញុំបាទសូមីក៏ដូចជាសូមក្រុមជើញមកកម្មវិធីបងសរាយរឿងម្ដងទៀតអ្នកគ្នាបាទហើយថ្ងៃនេះដែរយើងមកបន្តសាច់រឿង Vermeer Ingle ដែលជាភាគ3របស់យើងបន្តទៀតហើយសូមអធិស្ឋានផងអ្នកគ្នាដែលសារខ្ញុំផ្ដាសាអញ្ចឹងទៅសលេងវាកងតិចហើយអញ្ចឹងមុននឹងចូលទៅដល់វីដេអូសូមកុំភ្លេចចុច like subscribe ខ្ញុំម្នាក់មួយផងតោះផ្ដាសារឿងមកនឹងជាមួយនឹងក្រុមក៏ឥឡូវគេបានប្រជុំគ្នាអញ្ចឹងណាដែលមេក្រុមគឺជាម្នាក់ស្រីពាក់មួកនេះគេបានហៅក្រុមក៏របស់គេទាំងអស់មកប្រជុំថែមទាំងមួយ Alex នេះគ្នាយើងចាំមួយនោះនៅក្នុងភាគ2ថាវាយចាញ់អាតូយើងចេះប្រធានក្រុមណាសុកចិត្តទេគេក៏បានដាក់ប៉ាំងម៉ែឡើងបាយឈាមហូរពីនឹងហើយប្រធានក្រុមម្នាក់នឹងមានឈ្មោះថាគ្រីសអ្នកគ្នាអាចារ្យគ្រីសក៏បាននិយាយថាអត់បញ្ហាអីទេគេនឹងលើកលែងទោសឲ្យប៉ុន្តែឯងត្រូវតែលើកស្បែកជើងយើងសិនអាស្បែកជើងដែលប្រឡាក់ឈាមអាឡិចនឹងហ៎អាឡិចក៏បានថាធ្វើដាក់យើងដល់ថ្នាក់នេះផងហ៎វាពិតជាជឿចាប់ខ្លាំងមែនតើយូយមិនអីទេខ្ញុំព្រមលិតបាទគេព្រមលិតស្បែកជើងនឹងទេគេសុកចិត្តចេញពីក្រុមហ្គោលហើយថ្ងៃស្អែកមិនទាន់មកឃើញថាអាឡិចប្រើរបួសធន់ក្នុងកម្មតែនៅមន្ទីរពេទ្យអាល់តូជាមួយនឹងអាចារ្យវើមីអេងនឹងក៏បានទៅមើលអញ្ចឹងណាកូនចៅរបស់គេក៏មានអារម្មណ៍ថាខកដែរព្រោះថារឿងទាំងនេះគឺកាត់ឡើងពីគេនឹងឯងអាឡិចវិញក៏មានខឹងជាមួយកូនចៅរបស់គេជាមួយនឹងអាល់តូអីដែរព្រោះថាខ្លួនគេផ្ទាល់បានចាញ់គេហើយពេលហ្នឹងគេក៏បានសួរថាតើសិស្សអញ្ជើញជាដែរសិស្សរបស់គេខ្លាំងអត់អត់បាយខ្លាំងមែនតើបងគ្រាន់ឃើញហើយខ្ញុំខ្លាចហ្មងផងលេខប៉ុន្តែអាចារ្យរបស់ខ្ញុំខ្លាំងជាងសិស្សច្បងលេខពេលហ្នឹងក៏បាននិយាយថាអូអីខ្ញុំសុំសម្រាប់បន្តិចសិនអ្នកតើគ្នាចេញទៅក្រៅទៅអត់បញ្ហាទេណាប៉ុន្តែអាតូគេគិតថារឿងនេះធ្លាប់បានទេគេថាបបួលអាចារ្យគ្រីសមកប្រកួតគ្នាតែម្ដងហើយអាចារ្យគ្រីសដឹងថាអាតូបបួលគ្នាប្រកួតគ្នាក៏អត់មានបកាយអីដែរគេចង់ដឹងមើលថាអាតូនឹងខ្លាំងដល់កម្រិតណាបានវាយឈ្នះអាកូនចៅគេហ្នឹងណាពួកគេក៏ទៅដល់ទីលានប្រកួតគ្នាម្ដងអាចារ្យគ្រីសក៏បាននិយាយថាមកបាទចាំនិយាយគ្នាច្រើនទេអាក្មេងតូចឆាប់មកប្រកួតគ្នាជាមួយយើងតែម្ដងទៅអាចារ្យគ្រីសក៏បានហៅសត្វដៃណូស័ររបស់គាត់អីមិនសត្វដៃសត្វនេះគ្រីសមកម៉ែអើយឡើងប៉ុណ្ណាហើយហើយម៉ែឡើងបោះខ្មៅឡើងមានអំណាចមកប៉ុន្តែខ្ញុំគិតថានៅអាចារ្យវើមីយើងអាចារ្យវើមីជាសត្វអញ្ជើញដ៏ធំហីយាយលេងអាតូបើយើងក៏សុខចិត្តដែរគេក៏បានហៅសត្វអញ្ជើញគេមកអាចារ្យបំទៅណានឹងអាចារ្យវើមីក៏បានមកម៉ើយអាចុយមករ៉ៃអ៊ីច្រឡំអាចុយមករ៉ៃអាតូច្រឡំចែមកអាចារ្យត្រូវការតម្លឹងធានទីអាចារ្យក៏បានចាប់អាតូមកបើកឡើងធានយកម្ដងឌូនៅកន្លែងប្រកួតនឹងហ្មងហើយអ្នកដែលកំពុងមើលក៏ស្រែកហាអានេះក្បាច់អីគេរើក្បាច់ Let's go ប៉ាំជីកេឡាប៉ាំអែមផ្លាប់មែនហើយលេខគេក៏បានដឹងដែរថាអាតូបានហៅអាចារ្យគ្រីសមកប្រកួតគ្នាអញ្ចឹងណាអាចារ្យគ្រីសចាំយូរទេគេក៏បានចាប់ការទៅការអាតូម្ដងបានវុំម៉ែបានកន្លងភ្លើងឡើងខ្លាំងមកអាចារ្យមើលមានឆោរងប៉ាំងយកម្ដងប៉ុន្តែភ្លើងនេះមិនភ្លើងធម្មតាណាគ្នាយើងដែលធ្វើអាចារ្យមើលមានអារម្មណ៍ថារៀងឈឺចាប់ដែរអញ្ចឹងណារីអាតូវិញគេគ្មានចាំយូរទេគេក៏បានយកសសររបស់គេអាតកកាហ្នឹងចាត់ការទៅការអាចារ្យគ្រីសណារីអាចារ្យគ្រីសវិញគាត់ធ្វើធម្មតាមានបាក់អងបានកាត់បានអីទៅធម្មតាអាចារ្យគេគិតថាអាល់តូនឹងគឺជាក្មេងម្នាក់ដ៏បកាយក្នុងចាំទី2អញ្ចឹងណាប៉ុន្តែគេមិនខ្លាំងឯណាទេណាដែលខ្លាំងនោះគឺជាម្នាក់ស្រីពាក់អាវពណ៌ខ្មៅនោះបើមានយើងណាគ្មានសាច់អញ្ជើញណាអាចទប់ជាមួយយកសរសើរភ្លើងរបស់គេបានទេគេក៏បានសួរអាចារ្យវើមីងថាអាចារ្យវើមីងមកពីណាអាចារ្យវើមីងខ្លួនឆ្លើយច្រើនគេបាននិយាយថាតោះអាតូយើងគួរតែលេងមែនតែនខ្លាយអាតូក៏បានប្រើយុទ្ធសាស្ត្រតកគេម្ដងទេប៉ុន្តែសារនេះអាចារ្យវើមីងគឺជាអ្នកជួយប្រខឲ្យអាចនិយាយបានថារួមគ្នាមកចេញនំតកធំខ្លាំងមែនតែនធ្វើឲ្យទីលានបាក់ពាក់កណ្ដាលយកម្ដងមើលទៅដូចឈ្នះព្រោះថាបាទអាចារ្យគ្រីបានហ្នឹងប៉ុន្តែមានណាអាចារ្យគ្រីជីនេះគេហោះពីលើហើយគាត់ក៏បានឌឺដងតកអាតូថាអ្នកនៅខាងក្រោមប្រៀបដូចជាកន្លាតសត្វកណ្ដុរឆ្កែឆ្មាអញ្ចឹងគ្មានសមត្ថភាពអាចហោះដូចជាគេបានទេគេនេះមានសត្វអញ្ចឹងអាចហោះបានពួកឯងដូចជាសម្រាមអញ្ចឹងអាតូលឺអញ្ចឹងឲ្យមានអារម្មណ៍ថាខឹងខ្លាំងតែអាចារ្យគ្រីនេះបានភ្លើងមកប៉ាំងយកម្ដងធ្វើអាចារ្យវើមីរងអាភ្លើងហ្នឹងទាំងឈឺចាប់អាតូឃើញជើងអារម្មណ៍ជាមួយនឹងអាចារ្យវើមីខ្លាំងតែអាចារ្យវើមីក៏បាននិយាយថាអត់អីទេអាល់តូគ្រាន់តែបញ្ជូនកន្លងធាតុឲ្យខ្ញុំបានខ្ញុំនឹងអាចចាប់ការបានហើយអត់ទេខ្ញុំឆ្ងល់មែនតែអាចារ្យហ្នឹងគាត់ជួយចិត្តបញ្ជូនកន្លងធាតុហ្នឹងម៉េះបឺតរហូតមកបញ្ជូនច្រើនមកអាចារ្យក៏ចេះហោះដូចគ្នាហ្នឹងអាចារ្យគ្រីនៅខាងលើក៏បានឌឺដងថាមានសមត្ថភាពតែប៉ុណ្្នឹងទេមានសមត្ថភាពប្រមាណចេញអស់មកយើងចង់ដឹងហើយអាតូវិញគេចាប់ផ្ដើមខ្លាំងទៅគេក៏បានរួមកម្លាំងជាមួយអាចារ្យវើមីលខ្លះទៅជាកម្លាំងធាតុមួយដែលមានពលឺភ្លឺខ្លាំងតែនៅកន្លែងហ្នឹងអាចារ្យគ្រីឃើញហើយក៏បាននិយាយថាហាមានកម្លាំងដល់ថ្នាក់ហ្នឹងទៀតគេមិននឹកស្មានទេអាចារ្យគ្រីក៏បានយកសរសើរភ្លើងរបស់គេហ្នឹងហើយចំណែកអាតូក៏បានយកសរសើរតករបស់គេហ្នឹងដែរធ្វើអាពីរហ្នឹងផ្ទុះពឹងស្មើគ្នាមានណាគេចាញ់ហើយណាគេឈ្នះទេអាចារ្យគ្រីក៏បានមើលទៅអាកន្លែងទីលានប្រកួតហើយក៏បាននិយាយថាបាត់អាតូជាមួយអានោះទៅណាបាត់ហើយដល់ពេលងាកទៅលើបានដឹងថាអាចារ្យវើមីបាន3អាតូហោះហ្មងចេះហោះអីទៅនេះគ្រីនឹងអាចារ្យវើមីក៏ចេះហោះដែរអាចារ្យវើមីបានបញ្ជូនអាតូទៅកាន់អាចារ្យគ្រីនឹងអញ្ចឹងណាហើយអាតូក៏បានបញ្ចេញជាមួយនឹងអាយុទ្ធសាស្ត្រតករបស់គេភ្ជុងទៅកាន់អាចារ្យគ្រីហ្មងធ្វើអាតូឈ្នះក្នុងការប្រកួតហ្នឹងហ្មងហើយពេលអាតូឈ្នះចឹងហើយគេឈ្មោះរបស់អាតូល្បីពេញសាលារៀនហ្នឹងហ្មងជាយើងណាក៏ស្គាល់គេដែរធ្វើស្រីចាប់ដើមនិយាយថាអូយអាតូខ្លាំងហើយសង្ហាទៀ
ទៀតមានសក់ពណ៌សអញ្ចឹងសង្ហាខ្លាំងណាស់អាតូក៏បាននិយាយថាអូអត់អីទេរឿងប៉ុណ្ណឹងកានឹងតិចទេព្រោះថាខ្ញុំមានអាចេបំនៅចាំជួយពីក្រោយពេលហ្នឹងក៏មានជាមួយនឹងលោកគ្រូសង្ហាម្នាក់នេះដែរដែលគាត់បានបដាស់តឿនអានតូថាអានតូខ្លាំងមែនតែកុំឲ្យមានរឿងរហូតចឹងវាអត់ល្អទេវាអាចនឹងប៉ះពាល់ដល់ការសិក្សារបស់ឯងគាត់បារម្ភពីអាតូហើយគេមកការអាចារ្យគ្រីវិញនៅពេលដែលចាញ់អាតូហើយក៏ខ្លាចជាទេសកលក្នុងសាលារៀនដូចនៅពួកអាឡែកដែរអាចារ្យគ្រីមានអារម្មណ៍ថាខុសចឹងក៏បានសុំទោសទៅកាន់លេខប៉ុន្តែលេខក៏អត់ថៃដែរមកឲ្យអំបោះមកចាំខ្ញុំជាអ្នកបោះឲ្យពួកយើងគឺជាមិត្តភក្តិនឹងគ្នាគ្មានអីត្រូវខ្វល់ទេរីអាតូវិញនៅពេលដែលយប់ឡើងគេក៏បានគេងធម្មតាអញ្ចឹងណាហើយយប់ឡើងគ្នាដឹងណាថាអានឹងវាធ្វើស្អីគេកម្លាំងធាតបឺតនឹងឯងអាចារ្យវើមីចូលមកតម្រងបុបយកម្ដងហានោះវាភ្ញាក់ផ្អើលមែនតែពេលណាព្រោះតាអាចារ្យវើមីជួយចិត្តមកពេលគេងរហូតហើយមកមានពាក់កៅអៅទេមើលអរេអត់ឲ្យមើលឲ្យបិទខ្លាច YouTube គេចាប់អានឹង YouTube អត់ចូលចិត្តទេអាតូក៏បាននិយាយថាកុំឲ្យមកអាពេលគេងលក់ចឹងព្រោះថាគេអត់សូវបានគេងហ៎អាចារ្យក៏បាននិយាយថាបើអត់មកពេលហ្នឹងមកពេលណាទៅអាតូពេលហ្នឹងយើងនៅពីនេះហើយចេះស្រឡាញ់អាតូខ្លាំងមែនតើអាចារ្យពេលមានពេលហ្នឹងត្រង់បានក៏បានចាប់អាតូទៅដែរឌូហើយចង្រៃថៃស្អែកបន្តមកអាតូក៏មានអារម្មណ៍ថាលីងពីខ្លួនមកហើយចណាចេះវើមេវិញមានអារម្មណ៍ថាពីងស្រស់ស្រាយមកព្រោះបានបឺតកម្លាំងធាតពីអាតូអើយសាមែនណាហើយពេលណាអាតូវាក៏សង្ស័យដែរថាអាចេះវើមានស្រឡាញ់វាតើចឹងបិសាចអាចស្រឡាញ់មនុស្សបានដែរបិសាចរស់នៅរាប់ពាន់ឆ្នាំមកហើយហ្នឹងគេក៏បានយករឿងនេះទៅសួរលោកគ្រូសង្ហាហ្មងទៅគេក៏បានសួរថាបិសាចអាចស្រឡាញ់មនុស្សបានអត់លោកគ្រូហើយលោកគ្រូសង្ហាមិននឹកស្មានថាអាតូមកសួរសំណួរហ្នឹងទេប៉ុន្តែលោកគ្រូក៏បានឆ្លើយថាបិសាចមកស្រឡាញ់មនុស្សវាអាចទៅរួចតែពេលខ្លះវាមិនមែនមកពីស្នេហា 100% ទេដោយសារបិសាចចង់បានរាងកាយរបស់មនុស្សច្រើនជាងអាតូលើហើយក៏មានអារម្មណ៍ថាអូតាមពិតចឹងសោះថាមកស្រឡាញ់ខ្ញុំតែតាមពិតទៅនៅពេលដែលមកបឺតកម្លាំងធាតហ្នឹងគឺគ្រាន់តែចង់បានរាងកាយខ្ញុំឯងអាចេះគឺអត់ស្រឡាញ់ខ្ញុំទេនៅពេលដែលត្រឡប់មកវិញគេធ្វើទឹកមុខជាមួយនឹងអាចេះខុសពីធម្មតាអាចេះដឹងច្បាស់ថាមានរឿងអីនៅក្នុងចិត្តអាតូគឺក្នុងចិត្តថាអាចេះអត់ស្រឡាញ់ខ្ញុំទេអាចេះគ្រាន់តែចង់តែបឺតទេអើយសាំហ្មងអាចេះក៏បានសួរទៅកាន់អាតូថាអាតូមាននឹងអីអាចប្រាប់អាចេះបានអាតូក៏បាននិយាយតែម្ដងធ្វើថាតាមពិតអាចេះអត់ស្រឡាញ់ខ្ញុំទេត្រូវអត់អាចេះចង់បានតែរាងកាយរបស់ខ្ញុំទេចង់បានតែអាបឺតរាល់យប់នឹងទេត្រូវអត់អាចេះពេលហ្នឹងដឹងពីអាការៈអីក៏បានទៅអោបអាតូវឹបអូយកុំតូចចិត្តច្រើនពេកនេះអោបមួយកុំគិតច្រើនហើយចូលអ្នកមើលនឹងគិតច្រើនហ្នឹងហានោះវាក៏បាននិយាយទៀតអាចេះអត់ទេកុំធ្វើចឹងក៏អូបកុំធ្វើបែបហ្នឹងអាចេះធ្វើលើពីហ្នឹងមកហើយការថើបហ្នឹងអាតូគេក៏បានធ្វើថាការថើបគឺជាក្តីស្រឡាញ់ហើយគេក៏បានទៅថាអាចេះវើមានមុនទេអាចេះវើមានមកថើបគេមុនរហូតដូច្នេះគេក៏ថាអាចេះវើមានក្បត់ក្តីស្រឡាញ់ជាមួយនឹងគេអាចេះវើមានឃើញអូនតូចអាល់តូគិតចឹងអាចេះវើមានក៏បានហត់ទៅថើបយកម្ដងឌូប៉ុន្តែសារនេះអាចេះបានបឺតយកកម្លាំងធាអាចេះថើបហ្មងហាអាចេះវើមានអត់បឺតយកកម្លាំងធាទេមិនចឹងធ្វើតាមអាតូយើការថើបគឺផ្ដោតនៃក្តីស្រឡាញ់ហ្នឹងហើយការថើបចំពោះមនុស្សជាទីស្រឡាញ់របស់អាចេះហ្នឹងធ្វើឲ្យតាអាតូលឺចឹងក៏មានអារម្មណ៍ថាអូអៀនណាអៀនគេមិននឹកស្មានថាអាចេះស្រឡាញ់គេអញ្ចឹងណាហើយបន្ទាប់មកអាតូមានអារម្មណ៍ថាពីងយកម្ដងហើយអាចេះវើមានក៏ស្រស់ស្រាយដែរអាតូក៏ទៅអរគុណលោកគ្រូសង្ហាដែលបានផ្ដល់ចម្លើយឲ្យគេអញ្ចឹងណាលោកគ្រូក៏បាននិយាយថាអូអត់អីទេនេះគឺជារឿងធម្មតាបើសិនជាអាចចូលមកពិភាក្សារឿងស្នេហានិយាយជាមួយយើងបានលោកគ្រូបន្ទាល់ហ្នឹងគឺជាបរិមម្នាក់ដែលសង្ហាក្នុងសាលាហ្នឹងចាសិស្សស្រីតាមសាលាគាត់ច្រើនខ្លាំងតែលោកគ្រូមើលទៅដូចជាមានរឿងអ្វីលាក់បាំងនៅពីក្រោយខ្នងដែរព្រោះថាលោកគ្រូសង្ហាបានណាត់ក្មេងស្រីមកម្នាក់ស្អាតខ្លាំងមែនតើហើយកូនសិស្សម្នាក់ហ្នឹងស្រឡាញ់លោកគ្រូសង្ហាអញ្ចឹងណាប៉ុន្តែលោកគ្រូសង្ហាបានរៀបចំផែនការហើយthìមកចូលធំមែនទេណាមកចូលចាក់ថ្នាំបន្ទាប់ពីញ៉ៃហ្នឹងមកញ៉ៃស្អែកបន្ទាប់មកក៏បានដឹងដំណឹងថាសិស្សម្នាក់ហ្នឹងបានបាត់បង់ជីវិតហើយក៏ខ្ចាយពេញសាលារៀនហ្មងខ្លះទៅជាព័ត៌មានមកដែលគេនិយាយថាសិស្សសាលាម្នាក់ត្រូវបានកក់ស្លាប់អញ្ចឹងណាគេបង្កក់ឲ្យស្លាប់អត់ដឹងថាមូលហេតុអ្វីទេថាមួយរយៈហ្នឹងដែររឿងហើយផ្លែនៅក្នុងសាលាកើតឡើងរហូតប៉ុន្តែលោកគ្រូក្នុងសាលារៀនហ្នឹងគេរកហេតុផលអត់ទាន់ដឹងអញ្ចឹងណាថាកើតឡើងមកដោយសារមូលហេតុអ្វីងាកទៅកាន់អាតូរបស់យើងវិញឥឡូវគេកំពុងតែវាស់កម្ពស់អាចារ្យវើមីលដោយសារគ្រូដាក់កិច្ចការផ្ទះមកថាឲ្យរៀបរាប់អំពីសញ្ជើញរបស់ខ្លួនឯងអញ្ចឹងណាគេក៏បានកត់កម្ពស់កត់ទំហំក្បាលទំហំអីទំហំអា22នោះអញ្ចឹងណានិយាយលេខគ្នាយើងអាចារ្យវើមីផ្ទាល់ក៏បានចំទាស់ជាមួយនឹងអាតូដែរអាចារ្យក៏បានដោះឲ្យផ្លឹបដើម្បីឲ្យវាស់ទៅត្រូវຂະຫນាតធំត្រូវអញ្ចឹងណាត្រូវអត់ដូចនិយាយលេងហាអាតូវិញក៏ដល់កហ្មងណាអត់ទេចាយកុំធ្វើចឹង
កុំធ្វើចឹងនៅពេលនេះក៏ពោះវាស់ហ្នឹងលីលីជាមួយនឹងមិត្តភក្តិរបស់គេម្នាក់ទៀតចង់ដឹងថាអានតូជាមួយអាចារ្យវើមានធ្វើអីគេពេលយប់ហើយគេគឺចិត្តថាអាចារ្យវើមានប្រកាសជាធ្វើរឿងអត់ល្អហើយគេក៏បានប្រើអៃថមរបស់គេអាត្រាំបំបាំងកាយហើយពឹបចូលទៅក្នុងបន្ទប់របស់អាតូហ្មងចង់ដឹងមើលពីអ្នកនឹងធ្វើគេខ្លះដល់ពេលទៅដល់ហើយសំណាងដែរពេលហ្នឹងពីអ្នកអាតូជាមួយអាចារ្យវើមានហ្នឹងវត្តកពួយហាក់ហើយអាចារ្យវើមានក៏មាននៅក្នុងរាងកាយបិសាចអីដែរគាត់នៅក្នុងរាងកាយមនុស្សធម្មតាធ្វើលីលីអូនអត់ការសង្ស័យទៅហើយនៅពេលហ្នឹងដែរអាតូក៏ចង់យកសភៅមកអានចាគេក៏បានដើរទៅយកសភៅហើយដើរទៅដល់ពឹបលីលីឈរនៅកន្លែងហ្នឹងហ្មងហើយអូននៅហ៊ានកំណើតអីទេខ្លាចអាតូចាប់បានហ៎ហើយអាតូវានិយាយថាយកសភៅមួយណាអញ្ចេះហើយកន្លែងនៅសភៅវាចង់បាននៅតំបន់ហ្នឹងហ្មងតំបន់ហ្នឹងហ្មងនៅណាចេះអ៊ីនៅនេះថានេះដល់ពេលចុចប៉ុតចុយមិនតុនចឹងមិនតុនចឹងលីលីវិញអូនមានអារម្មណ៍ថាអូស្រួលតាមពិតថាកន្លែងត្រូវចេញបានតែមើលទៅដូចចង់ឲ្យគេប៉ះហ្មងនេះហាអាតូវាក៏បានយកសភៅបានទៅហើយគេអត់ដឹងថាលីលីនឹងក្នុងបន្ទប់នឹងទេហើយលីលីក៏បានចេញទៅបាត់ទៅហើយគេក៏បានធ្វើគេកែតះតចឹងគេក៏បានសួរទៅការអាចារ្យវើមានថាអាចារ្យវើមានចូលចិត្តរបស់ផ្អែមត្រូវអត់អាចារ្យវើមានក៏បាននិយាយថាហ្នឹងហើយអាចារ្យចូលចិត្តរបស់ផ្អែមដល់ពេលអាតូងើបទៅក្រៅវឹបអាចារ្យវើមានក៏បានបន្ថែមថាអាចារ្យក៏ចូលចិត្តអាតូដែរបន្ថែមពីក្រោយចឹងមកអ្នកគ្នាហើយអូខេមើលតែប៉ុណ្្នឹងបានទេអ្នកគ្នាណាចាំបន្តទៀតនៅក្នុងភាគទី4ឥឡូវភាគទី3សូមបញ្ចប់ត្រឹមហ្នឹងណាសូមឲ្យអ្នកគ្នារកស៊ីមានបាយសុខសប្បាយណោះគ្នាសូមអានមោទនីបាយ